បាទគោរពជម្រាបសួរទៅដល់អូម៉ែបងប្អូនជាកសិករដែលចូលចិត្តដាំបន្លែជាអាជីពឬក៏ជាការហូបចុកក្នុងក្រុមគ្រួសារបាទថ្ងៃនេះខ្ញុំបានមកថតវីដេអូថ្មីមួយផ្លែកដើម្បីចែករំលែកទៅដល់បងប្អូនបានទស្សនានិងបានមើលជាបទពិសោធន៍ក្នុងការដាំបន្លែបាទដោយបងប្អូនឃើញក្នុងវីដេអូអញ្ចឹងនេះគឺជាសណ្តែកគួរបាទខែនេះគឺសណ្តែកគួរក្នុងខែ4ទេបងប្អូនក្នុងខែ4ថ្ងៃទី26ខែនេះគឺថ្ងៃទី26ហើយឃើញថាអាកាសធាតុគឺមានការក្តៅខ្លាំងមែនទែននៅខាងក្រុងសំរងខេត្តឧត្តរមានជ័យនេះគឺអត់មានភ្លៀងធ្លាក់ទេហើយក៏ខ្ញុំក៏ថ្ងៃនេះក៏បានមកថតជាវីដេអូដើម្បីចែករំលែកនិងជាបទពិសោធន៍ខ្លះៗដើម្បីបងប្អូនបានទស្សនានិងបានស្ដាប់បានមើលបាទហើយសណ្តែកគួរនេះគឺដាំតែបានតែ4រោងទេបងប្អូនគេ4រោងនេះគឺវិញគួរសមហើយជាមេរោងគឺ60ម៉ែត្របាទឃើញថាសណ្តែកគួរនេះឃើញថាដើមផៅលឺបានល្អមែនទែនកាលណាតែយើងក្រាលកស៊ូដាក់តំណក់ទឹកអញ្ចឹងគឺទោះបីរៀងមេឃរៀងយ៉ាងណាក៏យើងអាចគ្រប់គ្រងវាបានដែរបាទគ្រប់គ្រងទី1គឺគ្រប់គ្រងស្មៅទី2គឺកតាសត្វល្អិតបាទឃើញថាអត់មានសត្វល្អិតហើយក៏អត់មានស្មៅទេដូចបងប្អូនឃើញក្នុងវីដេអូអញ្ចឹងគឺដីស្រឡះទីលានល្អមែនទែនយើងបញ្ចូលជីបានទាំងទាត់ហើយយើងបញ្ចូលទឹកបានទាំងទាត់គឺឃើញថាបន្លែរបស់យើងគឺការលូតលាស់វាគឺល្អខ្លាំងបាទដោយបងប្អូនឃើញក្នុងវីដេអូអញ្ចឹងបាទនេះហើយគឺជាអត្ថប្រយោជន៍នៃការក្រាលកស៊ូដាក់តំណក់ទឹកជាបច្ចេកទេសកសិកម្មបាទយើងក្រាលកស៊ូតំណក់ទឹកនេះចំណាយដើមទុនច្រើនមែនប៉ុន្តែទិន្នផលក្នុងការដាំបន្លែគឺឃើញថាវាក៏ហុចផលយើងបានយូរដែរហើយក៏យើងអាចគ្រប់គ្រងវាបានល្អដែរវាមិនមានស្មៅញ៉ៃញ៉ៃហើយក៏យើងអាចបញ្ចូលទឹកបញ្ចូលជីក៏ដើមដំណាំវាគឺល្អប្រមូលផលក៏បានយូរហើយទិន្នផលផ្លែក៏ល្អខុសពីការដាំអត់បានដាក់តំណក់ទឹកក្រាលកស៊ូបាទដោយបងប្អូនបានឃើញក្នុងវីដេអូអញ្ចឹងគឺរោងមងសំណាញ់គឺរោងសំណាញ់នេះគឺចាស់ទេមិនមែនជារោងសំណាញ់ថ្មីទេគឺពួកខ្ញុំបានបោចបេះវាចេញហើយក៏យកមកវាមកក្រាលយកមកធ្វើត្រើងសណ្តែកម្ដងកាលពីមុនគឺត្រើងអានោងហើយនឹងត្រសក់បាទយើងចំណាយលុយម្ដងយើងអាចប្រើបាន2ទៅ3ដងបាទបើរោងចាស់ខ្ញុំលើមុនវិញគឺខ្ញុំដាំក្រាលម្ដងខ្ញុំអាចដាំបានរហូតដល់3ទៅ4ដងខ្ញុំប៉ុន្តែយើងដាំបន្លែក្រាលកស៊ូអញ្ចឹងយើងអាចឆ្លាស់មុខគ្នាដាំបាទដូចជាម្ដងនេះយើងដាំប្រភេទតណ្ដែកលើកក្រោយយើងអាចដាំប្រភេទជាត្រសក់ឬក៏ម្ទេសឬក៏ត្រប់បន្លែហ្នឹងយើងអាចដាំមួយណាក៏បានដែរយើងផ្លាស់ប្ដូរគ្នាបាទយើងកុំដាំបន្លែដែលវាធ្វើឲ្យកើតរោគផ្សិតឬកើតឆ្លងរោគតពីដើមចាស់មុនបាទដោយបងប្អូនបានឃើញក្នុងវីដេអូអញ្ចឹងខ្ញុំក៏ចង់ចែករំលែកត្រង់ចំណុចហ្នឹងដែរតាបើសិនណាយើងដាំតំណក់ទឹកអញ្ចឹងយើងអាចដាំបន្លែបាន2ទៅ3ដងអាចទៅ4ដងក៏អាចថាបានដែរតាមស្ថានភាពជាក់ស្ដែងបើយើងបញ្ចូលជីបញ្ចូលទឹកកប់ជីត្រាប់បាតបានច្រើនក៏យើងអាចដាំបានរហូតដល់ទៅ4ដងក៏បានដែរបាទព្រោះខ្ញុំមានការអបអរសាទរដាំរួចមកហើយបាទហើយនេះខាងនេះគឺប្រភេទជាពេជ្រប៉ោះបាទគឺថាមិនសូវល្អប៉ុន្មានទេព្រោះដោយសារតែក្តៅខ្លាំងមែនខែនេះខែ4ថ្ងៃទី26គឺថាក្តៅខ្លាំងមែនទែនរយៈពេល3 4ថ្ងៃនេះសម្បីតែឥឡូវក៏រួញខ្ញងរួញដើមរួញស្លឹកអស់ដែរហើយនេះសំណាងដែលដោយសារតែខ្ញុំបានក្រាលកស៊ូបានឃើញថាវានៅបានប៉ុណ្ណឹងបើសិនណាជាមិនក្រាលកស៊ូទេក៏បន្លែក៏មិនអាចល្អអញ្ចឹងបានដែរតែជាអាចនឹងរួញខ្ញក់រួញខូចដើមអស់ហើយបងប្អូនបាទហើយនេះគឺខាងនេះខ្ញុំដាំសណ្តែកគួរបាន4រោងហើយចំណែកខាងនេះគឺប្រភេទពេញប៉ោះដាំបានចំនួន2រោងបាទ2រោងខ្ញុំធ្វើរោងរាងសំប៉ែតធំចឹងមកយើងដាំក្នុងមួយរោងយើងដាំបាន2ដើមអញ្ចឹងណាបងប្អូនបាទហើយចំណែកខាងនេះទៀតគឺដាំប្រភេទជាម្ទេសបាទម្ទេសនេះគឺមានចំនួន5រោងបាទគឺអត់ទាន់បានធ្វើជើងដកស្មៅចេញទេព្រោះដោយសារតែតង់ចាស់បាទដូចបងប្អូនឃើញក្នុងហ្នឹងគឺលហែកអស់ហើយប៉ុន្តែយើងអាចប្រើការបានគឺយើងប្រើការទៀតទៅប៉ុន្តែយើងអាចដកវាចេញខ្លះប៉ុន្តែដោយសារតែខ្ញុំមិនតនេមានពេលតនេព្រោះខែនេះគឺរវល់តែដាស់ភ្ជួរដីដាស់ដីស្រែទៅមិនទាន់បាន
โดยบอกโอนเคยក្នុងវីដេអូអញ្ចឹងគឺឃើញថាស្មៅគឺចាប់ផ្ដើមឡើងតែឡើងលក្ខណៈថាយើងអាចដកបញ្ចូលទឹកយើងអាចដកមួយផ្លេតអស់បាទហើយនេះគឺជារោងចាស់ចាស់ទេមិនរោងសំទោសគឺនេះគឺជាតង់ចាស់ចាស់ដែលបងប្អូនឃើញអញ្ចឹងនេះគឺលហែអញ្ចឹងបាទប៉ុន្តែយើងនៅតែក្រាគ្រប់គ្រងយើងអាចទៅប្រើប្រាស់បានតង់បម្រើកស៊ូយើងអាចប្រើម្ដងទៅពីរដងបាទគីឡូនេះគឺជាគីឡូជើងចង្កេទេបងប្អូនឃើញទេញ៉ាំជើងញ៉ាំពេញនឹងតែម្ដងបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកជូនដល់បងប្អូនជាកសិករណាដែលថាចូលចិត្តដាំដំណាំនិងបន្លែកសិកម្មអាចមើលជាវីដេអូរបស់ខ្ញុំនេះអាចយកទៅសម្រាប់តាមឬក៏អាចយកទៅធ្វើបទពិសោធន៍ខ្លួនឯងបាទដើម្បីជាក្នុងការដាំដំណាំធ្វើម៉េចឲ្យបានល្អបាទចំណែកបន្លែចាប់ពីពេញប៉ោះដល់ប្រទេសហ្នឹងគឺថាឃើញថាមិនសូវល្អដូចជាសណ្តែកគួរទេបាទឃើញសណ្តែកគួរឃើញថា4រោនេះគឺថាល្អខ្លាំងមែនទែនត្រួយផៅស្លឹកល្អមែនទែនបាទនេះគឺជាវីដេអូមួយសម្រាប់ចែករំលែកដល់ជាកសិករយើងដែលគាត់ចង់ដាំបាទកាលពីមុនខ្ញុំដាំធ្លាប់ដាំតែការកស៊ូអញ្ចឹងទេដាំធ្លាប់ដាំរៀលលាតតែដល់ពេលនេះខ្ញុំដាំក្រៅកស៊ូអញ្ចឹងឃើញថាទិន្នផលវាខុសគ្នាឆ្ងាយហើយប្រមូលផលក៏បានយូរបាទហើយខ្ញុំក៏ចង់ថតចែករំលែកទៅដល់បងប្អូនបាទហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងទេបើបងប្អូនណាឆ្ងល់ឬក៏មានចម្ងល់ត្រង់ចំណុចណាមួយកុំភ្លេចcomment សួរនៅខាងក្រោមបាទហើយកុំភ្លេចជួយsubscribe វីដេអូខ្ញុំអ្នកមួយផងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនឹងបង្កើតវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណនិងសូមគោរពលាជួបគ្នានឹងវីដេអូក្រោយៗទៀតបាទ